មកមើលពីគោលការណ៍គ្រាប់បែកអាតូមនិងគ្រាប់បែកអ៊ីដ្រូសែនឲ្យច្បាស់តែម្ដងដំបូងយើងមកមើលគ្រាប់បែកអាតូមសិនអ្នកដែលធ្លាប់សិក្សាពីគ្រាប់បែកអាតូមប្រហែលជាដឹងហើយថាគោលការណ៍របស់វាមិនមានអីស្មុគស្មាញខ្លាំងទេតែហេតុអីបានជាអីដែលយើងរៀនតាំងពីថ្នាក់អនុវិទ្យាល័យបែបនេះរហូតមកដល់ពេលនេះមានតែប្រទេសមួយចំនួនតូចប៉ុណ្ណោះដែលអាចផលិតបានវត្ថុធាតុដើមសំខាន់សម្រាប់ផលិតគ្រាប់បែកអាតូមគឺអ៊ុយរ៉ាញ៉ូមដែលមានលេខអាតូមស្មើនឹង92វាកើតមានក្នុងធម្មជាតិជាទម្រង់អ៊ុយរ៉ាញ៉ូម235និងអ៊ុយរ៉ាញ៉ូម238ក្នុងនោះអ៊ុយរ៉ាញ៉ូម235មានប្រូតុង92និងនឺត្រុង143រីឯអ៊ុយរ៉ាញ៉ូម238មានប្រូតុង92និងនឺត្រុង145ដែលធៀបមានប្រូតុងដូចគ្នាតែនឺត្រុងខុសគ្នាបែបនេះគេហៅថាអ៊ីសូតូបបើធៀបនឹងអ៊ុយរ៉ាញ៉ូម238គឺអ៊ុយរ៉ាញ៉ូម235មានសកម្មភាពរូបវិទ្យាខ្លាំងជាងទើបវាស័ក្តិសមជាវត្ថុធាតុដើមសម្រាប់ផលិតគ្រាប់បែកនុយក្លេអ៊ែរប៉ុន្តែក្នុងធម្មជាតិអ៊ុយរ៉ាញ៉ូមដល់ទៅ 99.2% គឺមានតែក្នុងទម្រង់អ៊ុយរ៉ាញ៉ូម238ប៉ុណ្ណោះចំណែកអ៊ុយរ៉ាញ៉ូម235មានត្រឹមតែ 0.7% បើគេចម្រាញ់អ៊ុយរ៉ាញ៉ូម235ឲ្យឡើងដល់ប្រហែល 4% នោះគេហៅថាអ៊ុយរ៉ាញ៉ូមកម្រិតទាបបើចម្រាញ់ឲ្យឡើងដល់ជិត 90% នោះគឺជាអ៊ុយរ៉ាញ៉ូមកម្រិតខ្ពស់អ៊ុយរ៉ាញ៉ូមកម្រិតទាបប្រើសម្រាប់រោងចក្រអគ្គិសនីនុយក្លេអ៊ែរចំណែកអ៊ុយរ៉ាញ៉ូមកម្រិតខ្ពស់ប្រើសម្រាប់ផលិតអាវុធនុយក្លេអ៊ែរមានសំណួរមួយអ៊ុយរ៉ាញ៉ូមកម្រិតខ្ពស់នេះមើលទៅធម្មតាសោះហេតុអីបានជាវាអាចបង្កើតថាមពលបំផ្លិចបំផ្លាញផែនដីបានបែបនេះចំណុចនេះត្រូវនិយាយពីប្រតិកម្មហ្វីស្យុងនុយក្លេអ៊ែរនៅពេលដែលនៅត្រង់មួយទៅបុកនឹងអាតូមអ៊ុយរ៉ាញ៉ូមអាតូមអ៊ុយរ៉ាញ៉ូមនឹងបំបែកទៅជាវាយុអាតូមតូចពីរក្នុងពេលជាមួយគ្នានោះវាក៏បញ្ចេញនូវត្រង់ពី2ទៅ3បន្ថែមទៀតអ្នកវិទ្យាសាស្ត្ររកឃើញតាមរយៈការគណនាថាក្នុងដំណើរការបំបែកខ្លួននេះម៉ាសរបស់អាតូមស្រាប់តែថយចុះតើម៉ាសដែលបាត់ទៅនោះទៅណាតាមសមីការថាមពលរបស់អ៊ៃនស្តាញយើងដឹងថាម៉ាសអាចបំផ្លាញទៅជាថាមពលហើយថាមពលក៏អាចបំផ្លាញមកជាម៉ាសវិញដែរហេតុនេះម៉ាសដែលបាត់បង់ទៅបានបំផ្លាញទៅជាថាមពលទាំងអស់ហើយនូវត្រង់ដែលកើតចេញពីការបំបែកខ្លួននេះនឹងទៅបុកជាមួយអាតូមអ៊ុយរ៉ាញ៉ូមផ្សេងទៀតបង្កើតជាប្រតិកម្មបន្តវានឹងបង្កើតជាប្រតិកម្មខ្សែសង្វាក់បន្តគ្នាឥតឈប់ឈរចុងក្រោយវានឹងបញ្ចេញថាមពលមហាសាលបំផ្លាញលោកបានរចនាសម្ព័ន្ធគ្រាប់បែកអាតូមមានពីរប្រភេទមួយគឺប្រភេទបាញ់បញ្ចូលគ្នាដោយកាំភ្លើងដែលប្រើលើគ្រាប់បែក Little Boy ហើយមួយទៀតគឺប្រភេទផ្ទុះបញ្ចូលក្នុងដែលប្រើលើគ្រាប់បែក Fat Man យើងមកមើលប្រភេទកាំភ្លើងរបស់ Little Boy សិនបើយើងដោះវាចេញយើងនឹងឃើញមានកងអ៊ុយរ៉ាញ៉ូមដំឡើងនៅផ្នែកខាងមុខនិងខាងក្រោយកងទាំងនេះផលិតចេញពីអ៊ុយរ៉ាញ៉ូមកម្រិតខ្ពស់កងអ៊ុយរ៉ាញ៉ូមនៅក្បាលគ្រាប់មានទម្ងន់ 25.4 គីឡូក្រាមចំណែកនៅផ្នែកកន្ទុយមានទម្ងន់ 38.5 គីឡូក្រាមនៅផ្នែកកន្ទុយគ្រាប់បែកមានឧបករណ៍បំផ្ទុះអេឡិចត្រូនិកមួយដែលជាឧបករណ៍សម្រាប់បញ្ឆេះគ្រាប់បែកអាតូមឧបករណ៍បំផ្ទុះនេះភ្ជាប់ជាមួយប្រអប់រុំសេវអត់ផ្សែងនៅក្បែរនោះបន្ទាប់មកគឺទូដៃថែបសម្រាប់ការពារសារធាតុនុយក្លេអ៊ែរនិងឧបករណ៍បញ្ឆេះខាងលើនេះគឺជាប្រហោងសិនសល់ 7R សម្រាប់ភ្ជាប់ទៅកាន់ឧបករណ៍បញ្ជា 7R នៅចំកណ្ដាលមានបំពង់កាំភ្លើងវែងមួយឯកងអ៊ុយរ៉ាញ៉ូមដែលនិយាយមុននេះគឺត្រូវបានដំឡើងនៅក្នុងបំពង់កាំភ្លើងនឹងឯងនេះគឺជាសិនសល់មួយបន្ទាប់ពីវាទទួលបានសញ្ញាវានឹងធ្វើឲ្យឧបករណ៍បញ្ឆេះដំណើរការចំណែកកន្លែងនេះគឺជាគន្លឹះសុវត្ថិភាពដើម្បីការពារកុំឲ្យគ្រាប់បែកផ្ទុះពេលកំពុងដឹកជញ្ជូននេះគឺជាបំពង់ដែក Tungsten Carbide ប្រើសម្រាប់គ្រប់គ្រងស្ថានភាពគ្រឿងបំណែកនៃប្រតិកម្មនុយក្លេអ៊ែរចំណែកខាងមុខនេះគឺជាឆ្នុក Tungsten Carbide ដែលនៅលើនោះមានដំឡើងឧបករណ៍បញ្ចេញនឺត្រុងវាធានាឲ្យប្រតិកម្មខ្សែសង្វាក់ដំណើរការបានល្អឧបករណ៍នេះគឺជារ៉ាដាកំណត់កម្ពស់តែអាចវាស់កម្ពស់បំផ្ទុះបានយ៉ាងច្បាស់លាស់គ្រាប់បែកអាតូមជាទូទៅត្រូវបានទម្លាក់ដោយយន្តហោះមុនពេលគ្រាប់បែកត្រូវបានទម្លាក់គន្លឹះសុវត្ថិភាពខាងលើនឹងត្រូវដកចេញ15វិនាទីក្រោយពេលទម្លាក់គ្រាប់បែកសិនសល់ 7R នឹងដំណើរការដើម្បីកំណត់កម្ពស់ប្រហាក់ប្រហែលរបស់គ្រាប់បែកនៅពេលវាធ្លាក់ដល់កម្ពស់ដែលបានកំណត់រ៉ាដាកំណត់កម្ពស់នៅសម្បកខាងក្រៅនឹងចាប់ផ្ដើមដំណើរការនៅពេលរ៉ាដាចាប់បានថាគ្រាប់បែកនៅសល់តែ580ម៉ែត្រពីដីឧបករណ៍បំផ្ទុះអេឡិចត្រូនិកនឹងដំណើរការវាបញ្ឆេះរំសេវអត់ផ្សែងនៅក្បែរនោះកម្លាំងរុញច្រានពីការផ្ទុះនិងបាញ់កងអ៊ុយរ៉ាញ៉ូមនៅកន្ទុយឲ្យស្ទុះទៅមុខក្នុងល្បឿន300ម៉ែត្រក្នុង1វិនាទីដើម្បីឲ្យវាទៅបុកនឹងកងអ៊ុយរ៉ាញ៉ូមនៅផ្នែកក្បាលកម្លាំងប៉ះទង្គិចដ៏ខ្លាំងនេះក៏នឹងធ្វើឲ្យឧបករណ៍បញ្ចេញនឺត្រុងដំណើរការដែរឧបករណ៍នោះនឹងបញ្ចេញនឺត្រុងយ៉ាងច្រើនទៅខាងក្រៅនឺត្រុងទាំងនេះនឹងទៅបុកអាតូមអ៊ុយរ៉ាញ៉ូម235ភ្លាមដូចដែលបាននិយាយពីមុនមកនៅពេលនឺត្រុងបុកនឹងវាយុអាតូមអ៊ុយរ៉ាញ៉ូម235វានឹងបំបែកខ្លួនយ៉ាងលឿនទៅជាវាយុតូចពីររួចបញ្ចេញថាមពលជាទម្រង់កម្ដៅព្រមទាំងបញ្ចេញនឺត្រុងពី2ទៅ3បន្ថែមទៀតហើយនឺត្រុងទាំងនេះក៏ទៅបុកនឹងវាយុអាតូមផ្សេងទៀតបង្កជាប្រតិកម្មបំបែកខ្លួនថ្មីបន្តប្រតិកម្មខ្សែសង្វាក់នេះនឹងបន្តទៅមុខរហូតដល់ចំណុចកំណត់មួយវានឹងបង្កើតថាមពលដ៏មហាសាលចុងក្រោយផ្សែងរាងផ្សិតក៏កើតឡើងចំណែកគ្រាប់បែក Fat Man មានរចនាសម្ព័ន្ធខុសពី Little Boy បន្តិចដោយវាប្រើបច្ចេកវិទ្យាផ្ទុះបញ្ចូលក្នុងឥឡូវយើងមកមើលពីគោលការណ៍ការងារលម្អិតរបស់វាវិញ Fat Man ប្រើប្រាស់ធាតុភ្លុយតូញូម239ជាសារធាតុផ្ទុះចម្បងដែលវាដូចគ្នាទៅនឹងអ៊ុយរ៉ាញ៉ូម235ដែរបើគេប្រើនឺត្រុងទៅបុកភ្លុយតូញូម239វាក៏នឹងបំបែកខ្លួនជាអាតូមតូចពីរដែរព្រមទាំងបញ្ចេញនឺត្រុងចំនួន3និងថាមពលដ៏មហាសាលនឺត្រុងទាំងនេះនឹងទៅបង្កើតប្រតិកម្មជាមួយភ្លុយតូញូម239ផ្សេងចុងក្រោយបង្កើតបានជាប្រតិកម្មខ្សែសង្វាក់បន្តគ្នាប៉ុន្តែដុំមូលតូចដែលបង្កើតពីភ្លុយតូញូម239គឺស្ថិតក្នុងស្ថានភាពបើចង់ឲ្យដុំភ្លុយតូញូមកើតមានប្រតិកម្មខ្សែសង្វាក់និងបញ្ចេញថាមពលខ្លាំងក្លាគឺត្រូវតែធ្វើឲ្យដុំភ្លុយតូញូមនោះឡើងដល់កម្រិតកំណត់ឲ្យបានវិធីសាស្ត្រគឺត្រូវសង្កត់បង្រួមដុំភ្លុយតូញូមនោះក្នុងស្ថានភាពធម្មតាចន្លោះរវាងអាតូមគឺមានទំហំធំនឺត្រុងដែលបញ្ចេញពីប្រតិកម្មបំបែកខ្លួនមិនទាន់ទាំងបានទៅបុកជាមួយអាតូមផ្សេងផងក៏បាត់បង់ថាមពលអស់ទៅហើយហេតុនេះប្រតិកម្មខ្សែសង្វាក់មិនអាចបន្តទៅមុខបានទេតែបើយើងសង្កត់បង្រួមវាចន្លោះរវាងអាតូមនឹងត្រូវរួមតូចខ្លាំងពេលនោះប្រតិកម្មខ្សែសង្វាក់នឹងអាចបន្តទៅមុខបាន
បញ្ហាគឺការចង់សង្កត់បង្រួមដុំភ្លុយតូចញោមគឺពិបាកខ្លាំងណាស់ត្រូវប្រើសម្ពាធពីខាងក្រៅយ៉ាងតិច4សែនដងនៃសម្ពាធបរិយាកាសដែលស្មើនឹងសម្ពាធដែលបង្កើតដោយសត្វដំរី5សែនក្បាលជាន់បញ្ចូលគ្នាមិនត្រឹមតែប៉ុណ្ណោះសម្ពាធដែលប្រើត្រូវតែមានតុល្យភាពដើម្បីសង្កត់ដុំមូលនោះឲ្យស្មើគ្នាពីគ្រប់ទីច្បាស់ណាស់ថាយើងមិនអាចទៅរកដំរីច្រើនបែបនេះបានទេតែយើងអាចជំនួសដំរីដោយរំសេបផ្ទុះវិញបាននៅពេលបញ្ឆេះរំសេបផ្ទុះព្រមគ្នាសម្ពាធពីការផ្ទុះនឹងសង្កត់ទៅលើដុំភ្លុយតូចញោមប៉ុន្តែដុំនោះបែរជាត្រូវសង្កត់ខុសទ្រង់ទ្រីទៅវិញដើម្បីឲ្យដុំភ្លុយតូចញោមត្រូវសង្កត់បានស្មើល្អយើងអាចដាក់រំសេបផ្ទុះជារង្វង់ជុំវិញវារំសេបនីមួយផ្សំឡើងពីរំសេបផ្ទុះលឿនរំសេបផ្ទុះយឺតនិងរំសេបផ្ទុះលឿនម្ដងទៀតបែបនេះពេលរំសេបផ្ទុះរលកធាតុអាកាសនឹងរត់ចូលក្នុងរួមគ្នាបង្កើតជាសម្ពាធស្មើល្អដើម្បីសង្កត់ដុំភ្លុយតូចញោមឲ្យតូចបំផុតពេលនោះយើងអាចដាក់ធាតុវិទ្យុសកម្មឈ្មោះ Polonium Beryllium នៅក្បែរដុំភ្លុយតូចញោមបានPolonium 210អាចបញ្ចេញកាំរស្មី alpha ហើយកាំរស្មីនេះនឹងត្រូវស្រូបដោយធាតុ beryllium នៅក្បែរនោះរួចបញ្ចេញនូត្រុងយ៉ាងច្រើនបើគេបាញ់នូត្រុងទាំងនេះចូលទៅក្នុងដុំភ្លុយតូចញោមនោះប្រតិកម្មខ្សែសង្វាក់នឹងកើតឡើងភ្លាមរួមជាមួយការបញ្ចេញថាមពលមហាសាលបន្ទាប់ពីដឹងពីទ្រឹស្ដីទាំងនេះហើយឥឡូវយើងមកមើលរចនាសម្ព័ន្ធរបស់គ្រាប់បែក Fatman វិញវាមានប្រវែង 3.3 ម៉ែត្រមុខកាត់ 1.5 ម៉ែត្រទម្ងន់ប្រហែល 4.51 តោនបើអ្នកដោះវាចេញអ្នកនឹងឃើញថាផ្នែកខាងក្នុងរបស់វាមានច្រើនស្រទាប់ណាស់រចនាបថគឺពិតជាស្មុគស្មាញមែនទែនដុំមូលតូចបំផុតនៅខាងក្នុងដែលមានទំហំត្រឹមតែ2សង់ទីម៉ែត្រត្រូវបានគេហៅថាឧបករណ៍បញ្ឆេះនូត្រុងស្រទាប់ខាងក្នុងនិងខាងក្រៅរបស់ឧបករណ៍នេះគឺធ្វើពី beryllium ហើយនៅចន្លោះស្រទាប់ទាំងពីរគឺធាតុ polonium ដូចដែលយើងបាននិយាយពីមុន polonium នឹងបញ្ចេញកាំរស្មី alpha ធ្វើឲ្យធាតុ beryllium បញ្ចេញនូត្រុងមកក្រៅដូច្នេះតួនាទីសំខាន់របស់វាគឺបញ្ចេញនូត្រុងនឹងឯងនៅខាងក្រៅឧបករណ៍បញ្ឆេះនូត្រុងគឺស្រោបដោយដុំភ្លុយតូចញោម 5.154 គីឡូក្រាមតែមានមុខកាត់ត្រឹមតែ 9.2 សង់ទីម៉ែត្រខាងក្រៅដុំភ្លុយតូចញោមស្រោបដោយដុំមូលមួយទៀតធ្វើពីអ៊ុយរ៉ាញ៉ូម238តួនាទីចម្បងរបស់វាគឺធ្វើជាកញ្ចក់ចាំងនូត្រុងដើម្បីឲ្យនូត្រុងដែលហោះចេញក្រៅត្រឡប់ចូលទៅក្នុងដុំភ្លុយតូចញោមវិញដើម្បីបង្កើនប្រសិទ្ធភាពនៃប្រតិកម្មបំបែកខ្លួនបន្ទាប់មកនៅខាងក្រៅអ៊ុយរ៉ាញ៉ូម238ក៏ស្រោបដោយសម្បកផ្លាស្ទិកបូរ៉នមួយស្រទាប់ទៀតវាអាចស្រូបនូត្រុងដែលភីចេញក្រៅដើម្បីការពារកុំឲ្យវាផ្ទុះមុនកំណត់ដុំមូលទាំងអស់នេះត្រូវបានស្រោបក្នុងស្រទាប់អាលុយមីញ៉ូមយ៉ាងក្រាស់វាអាចចម្លងរលកធាតុអាកាសពីការផ្ទុះរំសេវទៅកាន់ដុំភ្លុយតូចញោមចំកណ្ដាលបានស្មើល្អបន្ទាប់មកនៅខាងក្រៅដុំអាលុយមីញ៉ូមគឺមានរំសេវផ្ទុះលឿនចំនួន32ដុំដែលផ្សំឡើងពីរឹក 60% និងឋាន 40%នៅខាងក្រៅរំសេវផ្ទុះលឿនក៏មានស្រទាប់រំសេវផ្ទុះមួយជាន់ទៀតដែលស្រទាប់នេះផ្សំឡើងពីរំសេវផ្ទុះលឿននិងរំសេវផ្ទុះយឺតបញ្ចូលគ្នារំសេវផ្ទុះទាំងនេះគេហៅថាលេងផ្ទុះ explosive lens ដើម្បីបំផ្ទុះរំសេវទាំងនេះនៅលើរំសេវនីមួយសុទ្ធតែមានដំឡើងឧបករណ៍បំផ្ទុះមួយបន្ទាប់មកដុំមូលទាំងមូលត្រូវបានស្រោបដោយសម្បកដែកថែបយ៉ាងក្រាស់ហើយប្រើខ្ចៅមួយភ្ជាប់ពីខាងក្រៅឲ្យជាប់នៅក្បែរនោះគឺជា unit ដែលខាងក្នុងមានគ្រឿងអេឡិចត្រូនិកដូចជាកុងដង់សាទរជាដើមវាទទួលបន្ទុកបង្កើតចរន្តអគ្គិសនីខ្លាំងក្រោមសម្ពាធខ្ពស់ព្រមទាំងបញ្ជូនចរន្តទាំងនោះតាមរយៈខ្សែចម្លងទៅកាន់ឧបករណ៍បំផ្ទុះទាំង32នៅលើរំសេវចំណែកខាងនេះគឺជាសិនសរម៉ាស៊ីនកំណត់ពេលនិងរ៉ាដាបញ្ជាខាងទៀតគឺជាថ្មសម្រាប់ផ្គត់ផ្គង់អគ្គិសនីដល់ unit និងសិនសរទាំងអស់របស់ទាំងអស់នេះត្រូវបានស្រោបដោយសម្បកខាងក្រៅដ៏ធំមួយនៅលើសម្បកនោះមានដំឡើងរ៉ាដាកំណត់កម្ពស់សម្រាប់វាស់ចម្ងាយពីដីនៅកន្ទុយសម្បកក៏មានស្លាបលំនឹងមួយដើម្បីឲ្យគ្រាប់បែកអាតូមពេលធ្លាក់ចុះរក្សាលំនឹងបានល្អក្រោយផលិតគ្រាប់បែក Weidmann រួចរាល់នៅថ្ងៃទី9សីហាឆ្នាំ1945វាត្រូវបានគេលើកឡើងលើគោលដៅទម្លាក់គ្រាប់គឺទីក្រុងកូគូរ៉ាប្រទេសជប៉ុនប៉ុន្តែនៅថ្ងៃនោះអាកាសធាតុនៅទីក្រុងកូគូរ៉ាគឺអាក្រក់ខ្លាំងណាស់គប់បាំងចិត្តធ្វើឲ្យអ្នកបើកយន្តហោះមិនអាចមើលឃើញគោលដៅច្បាស់ទើបយន្តហោះបដូរទីដៅទៅរកគោលដៅបំរុងវិញនោះគឺទីក្រុង Nagasaki ដែលសំណាងនោះគឺអាកាសធាតុនៅ Nagasaki គឺល្អខ្លាំងមែនទែនជាថ្ងៃដ៏ល្អសម្រាប់ទម្លាក់គ្រាប់បែកនុយក្លេអ៊ែរដូច្នេះក្រោមការបញ្ជារបស់អ្នកបើកយន្តហោះ Weidmann ក៏បានលោតចេញពីយន្តហោះទាំងមិនគួរឲ្យស្រឡាញ់សោះនៅពេលរ៉ាដាវាស់កម្ពស់ឃើញថាគ្រាប់បែកនៅសល់តែ500ម៉ែត្រពីដីប្រព័ន្ធបញ្ចេញនិងបើក unit នៅចំហៀងគ្រាប់បែកនឹងបញ្ចេញចរន្តអគ្គិសនីហើយបញ្ជូនចរន្តអគ្គិសនីកម្រិត 5000 វ៉ុលទៅកាន់ឧបករណ៍បំផ្ទុះនីមួយក្នុងមួយរំពេចនោះរំសេវផ្ទុះទាំងអស់នឹងផ្ទុះឡើងព្រមគ្នាបង្កើតជារលកសម្ពាធលើសពី3សែនដងនៃសម្ពាធបរិយាកាសសម្ពាធដ៏មហាសាលនេះនឹងរុញឆ្លងកាត់អាលុយមីញ៉ូមផ្លាស្ទិកអ៊ុយរ៉ាញ៉ូមរហូតដល់ភ្លុយតូចញោមធ្វើឲ្យដុំភ្លុយតូចញោមឡើងដល់កម្រិតផ្ទុះខ្លាំងបំផុតក្នុងពេលជាមួយគ្នានេះសម្ពាធដ៏ខ្លាំងក្លានេះក៏នឹងធ្វើឲ្យឧបករណ៍បញ្ឆេះនូត្រុងនៅចំកណ្ដាលបែកចេញពីគ្នាការបែកនេះធ្វើឲ្យធាតុ polonium និង beryllium លាយចូលគ្នា beryllium នឹងស្រូបយកកាំរស្មី alpha ដែលបញ្ចេញពី polonium រួចបញ្ចេញនូត្រុងស៊េរីយ៉ាងច្រើនទៅខាងក្រៅនូត្រុងទាំងនេះនឹងទៅបង្កើតប្រតិកម្មជាមួយអាតូមភ្លុយតូចញោមបណ្ដាលឲ្យវាបំបែកខ្លួនទៅជាអាតូមតូចពីរព្រមទាំងបញ្ចេញនូត្រុងពី2ទៅ3បន្ថែមទៀតនូត្រុងទាំងនេះនឹងបន្តទៅបុកអាតូមភ្លុយតូចញោមផ្សេងទៀតដូចគ្នាទៅនឹងគ្រាប់បែក little boy ប្រតិកម្មខ្សែសង្វាក់នឹងវិលជុំបន្តគ្នាឥតឈប់ឈរចុងក្រោយវានឹងបង្កើតជាថាមពលដ៏មហាសាលផ្សែងរាងផ្សិតដ៏ធំសម្បើមក៏កើតមានឡើងហើយប្រទេសជប៉ុនក៏ក្លាយជាប្រទេសតែមួយគត់ក្នុងលោកតែបានស្គាល់រសជាតិគ្រាប់បែកអាតូមពីរដងជាប់គ្នាតាមពិតទៅបើធៀបនឹងគ្រាប់បែកអាតូមនៅមានគ្រាប់បែកនុយក្លេអ៊ែរដែលខ្លាំងជាងនេះទៅទៀតនោះគឺគ្រាប់បែកអ៊ីត្រូសែនបន្ទាប់មកយើងមកមើលថាតើគ្រាប់បែកអ៊ីត្រូសែនផលិតឡើងយ៉ាងដូចម្តេចគ្រាប់បែកអ៊ីត្រូសែនជាប្រភេទប្រតិកម្មហ្វុយស្យុងវាប្រើប្រាស់ការរលាយចូលគ្នានៃអ៊ីត្រូសែនស្រាលដើម្បីបង្កើតថាមពលអ៊ីត្រូសែនមានប្រូតុងមួយនិងអេឡិចត្រូនិកមួយវាក៏មានអ៊ីសូតូបពីរដែរ
មួយគឺមានប្រូតុងមួយនិងនឺត្រុងមួយហៅថា deuterium មួយទៀតមានប្រូតុងមួយនិងនឺត្រុងពីរហៅថា tritium tritium បើគេធ្វើឲ្យ deuterium និង tritium រលាយចូលគ្នាវានឹងក្លាយជាធាតុ helium ព្រមទាំងបញ្ចេញនឺត្រុងមួយនិងថាមពលដ៏មហាសាលនេះហៅថា fission nuclear តែនៅទីនេះមានបញ្ហាពីរទី1គឺរក deuterium និង tritium ពីណាទី2គឺធ្វើម៉េចឲ្យ deuterium និង tritium រលាយចូលគ្នា deuterium ស្រួលរកទេក្នុងទឹកសមុទ្រមានច្រើនណាស់តាមរយៈការចម្រាញ់ឬការប្រើម៉ាស៊ីនបង្វិលក៏អាចរកបានដែរតែបើធៀបនឹង deuterium ការរក tritium គឺពិបាកខ្លាំងណាស់ក្នុងធម្មជាតិមានតិចតួចបំផុតអ្នកវិទ្យាសាស្ត្ររកឃើញថាក្រោមសីតុណ្ហភាពខ្ពស់បើគេប្រើនឺត្រុងទៅបុក lithium deuteride គេនឹងទទួលបាន deuterium និង tritium lithium deuteride គឺជាម្សៅពណ៌ដែលកើតពីការរួមគ្នារវាង deuterium និង lithium ដូច្នេះវាស័ក្តិសមបំផុតសម្រាប់ធ្វើជាឥន្ធនៈគ្រាប់បែកអ៊ីដ្រូសែនចុះបើមាន deuterium និង tritium ហើយត្រូវធ្វើម៉េចឲ្យវាលាយចូលគ្នាដើម្បីបញ្ចេញថាមពលការចង់ឲ្យ VU អាតូមពីរមកលាយចូលគ្នាគឺពិតជាពិបាកខ្លាំងណាស់ព្រោះរវាង VU អាតូមមានកម្លាំងច្រើនគ្នាខ្លាំងប៉ុន្តែបើយើងបង្កើនសីតុណ្ហភាពឲ្យដល់រាប់លានអង្សាសេអាតូមនឹងធ្វើចលនាលឿនស្លេកតែបើចង់ឲ្យ VU លាយចូលគ្នាគឺត្រូវបង្កើនកម្ដៅឲ្យដល់ប្រហែល100លានអង្សាសេខណៈស្នូលព្រះអាទិត្យមានត្រឹមតែ20លានអង្សាសេប៉ុណ្ណោះសីតុណ្ហភាពដ៏ខ្ពស់បែបនេះនឹងធ្វើឲ្យល្បឿនអាតូមកើនឡើងខ្លាំងធ្វើឲ្យអេឡិចត្រូនិកដែលហោះជុំវិញ VU បែកចេញពីគ្នាហើយ VU ក៏អាចរំកិលចូលចិត្តគ្នាបាននៅពេលចម្ងាយរវាងពួកវាខិតជិតដល់10ស្វ័យគុណដល់15ម៉ែត្រនោះការរលាយចូលគ្នាក៏កើតឡើងចុះធ្វើម៉េចទើបអាចបង្កើតកម្ដៅខ្ពស់បែបនេះបានស្រួលទេពេលគ្រាប់បែកអាតូមផ្ទុះវានឹងបង្កើតកម្ដៅកម្រិតនេះបានហេតុនេះគ្រាប់បែកអាតូមជាទូទៅត្រូវបានគេប្រើជាឧបករណ៍បញ្ឆេះសម្រាប់គ្រាប់បែកអ៊ីដ្រូសែនឥឡូវយើងដឹងពីគោលការណ៍ការងាររបស់វាហើយចុះតើគេផលិតវាឡើងយ៉ាងដូចម្ដេចយើងមកមើលគ្រាប់បែកអ៊ីដ្រូសែនដែលធំបំផុតក្នុងប្រវត្តិសាស្ត្រមនុស្សជាតិនោះគឺគ្រាប់បែកអ៊ីដ្រូសែនសាល់ប៊ុំបេមានប្រវែង8ម៉ែត្រមុខកាត់ 2.51 ម៉ែត្រទម្ងន់ដល់ទៅ27តោនយើងមកដោះមើលរចនាសម្ព័ន្ធខាងក្នុងរបស់វាទាំងអស់គ្នាផ្នែកខាងមុខនៃគ្រាប់បែកគឺជាដុំមូលតាមពិតវាគឺជាគ្រាប់បែកអាតូមប្រភេទ Weizmann មួយគ្រាប់នឹងគោលការណ៍របស់វាយើងបាននិយាយរួចហើយពីមុនផ្នែកខាងក្រោយគឺជាផ្នែកនៃគ្រាប់បែកអ៊ីដ្រូសែនតែផ្សំឡើងពី3ផ្នែកសំខាន់ខាងក្រៅបំផុតគឺជាបំពង់ស៊ីឡាំងដែលបង្កើតពីអ៊ុយរ៉ាញ៉ូមបន្ទាប់មកគឺម្សៅពណ៌ lithium deuteride ដែលជាសារធាតុសម្រាប់ fission ផ្នែកកណ្ដាលបំផុតគឺជាដំបងភ្លុយតូញូមហើយផ្នែកខាងក្នុងនៃគ្រាប់បែកអ៊ីដ្រូសែនទាំងមូលនឹងត្រូវបំពេញដោយស្នោ plastic polystyrene ដូចជាគ្រាប់បែកអាតូមដែរគ្រាប់បែកអ៊ីដ្រូសែនក៏ត្រូវបានទម្លាក់ដោយយន្តហោះដែរពេលទម្លាក់យន្តហោះទាំងមូលត្រូវបានលាបពណ៌សភ្លឺដើម្បីកាត់បន្ថយកម្ដៅដែលកើតពីការផ្ទុះព្រមទាំងមានយន្តហោះសង្កេតការណ៍មួយហោះតាមពីក្រោយដើម្បីថតរូបភាពនិងប្រមូលទិន្នន័យនៃការផ្ទុះនៅពេលសាល់ប៊ុំបេត្រូវបានទម្លាក់ឆាយ៉ុងនៅកន្ទុយគ្រាប់បែកនឹងបើកឡើងដើម្បីពន្យឺតល្បឿនធ្លាក់របស់គ្រាប់បែកទុកពេលឲ្យយន្តហោះហោះចេញពីកន្លែងផ្ទុះឲ្យបានឆ្ងាយប្រកបដោយសុវត្ថិភាពក្នុងគ្រាប់បែកមានដំឡើងសិនសាល7រដើម្បីវាស់កម្ពស់ពីដីនៅពេលវាធ្លាក់ដល់កម្ពស់4គីឡូម៉ែត្រពីដីគ្រាប់បែកអាតូមនៅខាងក្នុងនឹងត្រូវបញ្ឆេះមុនគេសិនសាលក្នុងគ្រាប់បែកអាតូមនឹងបញ្ជូនសញ្ញាឲ្យឧបករណ៍បំផ្ទុះបញ្ចេញផ្កាភ្លើងដែលនឹងធ្វើឲ្យរំសេពផ្ទុះខ្លាំងក្នុងគ្រាប់បែកអាតូមផ្ទុះឡើងភ្លាមការផ្ទុះនេះនឹងបញ្ចេញកាំរស្មីហ្គាម៉ានិងកាំរស្មី X ដែលមានថាមពលខ្ពស់យ៉ាងច្រើនកាំរស្មីទាំងនេះនឹងធ្វើឲ្យស្នោ polystyrene ក្នុងគ្រាប់បែកអ៊ីដ្រូសែនក្លាយជា plasma កម្ដៅនិងសម្ពាធខ្ពស់ពី plasma នឹងទៅសង្កត់ដំបងភ្លុយតូញូមសង្កត់រហូតដល់ចំណុចផ្ទុះធ្វើឲ្យ lithium deuteride ចាប់ផ្ដើមប្រតិកម្មបង្កើតជា tritium បន្ទាប់មក VU អាតូម deuterium និង tritium ក្រោមសីតុណ្ហភាព100លានអង្សាសេដែលកើតពី fission នឹងកើតមានប្រតិកម្ម fission យ៉ាងខ្លាំងក្លា fission បង្កើតបានជាថាមពលមហាសាលនិងបង្កើតជាធាតុ helium ព្រមទាំងបញ្ចេញនឺត្រុងមួយមកក្រៅនៅត្រង់នោះទៅមានប្រតិកម្មជាមួយអ៊ុយរ៉ាញ៉ូមខាងក្រៅនិងដំបងភ្លុយតូញូមបង្កឲ្យមានប្រតិកម្ម fission ថ្មីម្ដងទៀត fission ថ្មីនេះក៏ធ្វើឲ្យ lithium deuteride បង្កើត fission កាន់តែខ្លាំងថែមទៀតប្រតិកម្ម fission និង fission ជាឥទ្ធិពលឲ្យគ្នាទៅវិញទៅមកក្រោយក្នុងរយៈពេលមិនដល់1វិនាទីផងវាក៏បង្កើតបានជាថាមពលដ៏មហាសាលផ្សែងរាងផ្សិតអាចហក់ឡើងដល់កម្ពស់60គីឡូម៉ែត្រគេអាចមើលឃើញផ្សែងរាងផ្សិតនេះពីចម្ងាយ1000គីឡូម៉ែត្រគ្រប់កន្លែងដែលវាទៅដល់នឹងត្រូវរលាយសាបសូន្យคล้ายជាភេទផងទាំងអស់